ក្មេងស្រីនោះភ្ញាក់ផ្អើលពេលឃើញអ្នកមានបំផុតប្រពន្ធរបស់បុរសនោះមើលទៅដូចនាងបេះបិទម្ដាយពួកគេបានចាប់ផ្ដើមសាកល្បងលេខកូដសម្ងាត់មួយមានតែពួកគេទាំងពីរនាក់ទេដែលដឹងពេលណាវាស្របគ្នាពួកគេបានអប់គ្នាមិនជឿប៉ុន្មាននាទីមុននេះក្មេងស្រីនិងក្រុមគ្រួសាររបស់នាងធ្លាប់មានអាហារពេលល្ងាចនៅពេលដែលចង្ក្រានហ្គាសស្រាប់តែឆេះបានផ្ទុះឡើងរឿងបន្ទាប់ដែលពួកគេដឹងពួកគេទាំងអស់ត្រូវបានដឹកជញ្ជូនទៅក្នុងប្រឡំលោករបស់ក្មេងស្រីនិងអ្វីដែលអាក្រក់ជាងនេះឥឡូវនេះនាងគឺជាជនអាក្រក់ដែលមានចុងបញ្ចប់ដ៏សោកសៅដោយដឹងពីអ្វីដែលបានកើតឡើងក្មេងស្រីនោះក៏ប្រញាប់ប្រញាល់ទៅរកឪពុកនិងកូនពៅរបស់នាងបងប្រុសនាងភ្ញាក់ផ្អើលណាស់ពួកគេនៅទីនេះតែគ្រួសារទាំងមូលបានធ្វើចំណាកស្រុកនាងបានសរសេរថាចូលទៅក្នុងពិភពលោកដោយផ្ទាល់ពេលពួកគេរៀនសូត្រឥឡូវនេះពួកគេជាគ្រួសារដែលមានជាងគេបំផុតនៅក្នុងរឿងនោះពួកគេគឺជារំភើបលោតដោយក្តីរំភើបប៉ុន្តែក្មេងស្រីនោះបានរីកាដំណឹងអាក្រក់យ៉ាងរហ័សនៅក្នុងរឿងរបស់នាងក្រុមគ្រួសារមនុស្សអាក្រក់ធ្វើទារុណកម្មលើវីនេរីនិងបុរសមានអំណាចដឹកនាំបានបំផ្លាញពួកគេក្នុងការសង្សឹកពួកគេគ្រាន់តែរស់នៅបាន3ខែមុនពេលជួបគ្នាទីបញ្ចប់ដ៏វេទនាម្ដងហើយម្ដងទៀតផ្លាស់ប្ដូរវាសនារបស់ពួកគេក្មេងស្រីនោះបានស្នើឡើងផែនការថ្មីក្រុមគ្រួសារនឹងព្យាបាលវីនេរីដូចជា Goddess និងសំបីតែប្រគល់មេដឹកនាំប្រុសដែលជាគូដណ្ដឹងរបស់នាងទៅនាងវិញក្រុមគ្រួសាររបស់នាងបានយល់ព្រមភ្លាមប៉ុន្តែភ្លាមនោះប៊ូតលឺបានប្រញាប់ប្រញាល់ចូលមកដោយនិយាយថាវីនេរីបានលុតជង្គង់នៅខាងក្រៅវិមានរយៈពេល4ម៉ោងដោយភ័យស្លន់ស្លោគ្រួសារទាំងមូលបានរត់ចេញពេលដែលទូឯកស្រីឃើញក្មេងស្រីនោះនាងក៏លុតជង្គង់ហើយអន់ក្បាលយ៉ាងខ្លាំងមនុស្សគ្រប់គ្នាស្រឡាំងកាំងដោយការភ្ញាក់ផ្អើលម្ដាយប្រញាប់ប្រញាល់ទៅប្រគល់ស្រាហេរ៉ូអ៊ីនមួយកែវទឹកហើយបានជួយនាងផឹកដោយថ្នមវីនេរីមានការភ្ញាក់ផ្អើលគ្រួសារមនុស្សអាក្រក់តែងតែខូខើចំពោះនាងភ្លាមនេះសេចក្តីសប្បុរសធ្វើឲ្យនាងភ័យខ្លាចនាងគិតថាពួកគេកំពុងរៀបចំផែនការអ្វីមួយម្ដងទៀតហើយលុតជង្គង់សុំទោសយ៉ាងរហ័សក្មេងស្រីនោះភ័យស្លន់ស្លោដែលអង្វរវីនេរីឲ្យអត់ទោសឲ្យនាងបន្ទាប់មកក្រុមគ្រួសារបានទាញវីនេរីនៅខាងក្នុងព្យាបាលនាងជាមួយអាហារអំណោយនិងសេចក្តីសប្បុរសប៉ុន្តែនេះឈុតឆាកបានបំផ្លាញតួឯកស្រីទាំងស្រុងផែនការនាងបានផ្ញើពាក្យទៅបុរសនោះរួចហើយនាំមុខអះអាងថានាងត្រូវបានគេធ្វើបាបម្ដងទៀតដូច្នេះគាត់នឹងមកសងសឹកនាងក្រោយមកបុរសនោះបានចូលទៅក្នុងផ្ទះត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះនាងប៉ុន្តែនៅពេលដែលគាត់បានឃើញគ្រួសារទាំងមូលបម្រើវីនេរីដូចជារាជវង្សបុរសនោះព្រិចភ្នែកដោយងឿងឆ្ងល់គិតថាគាត់បានចូលផ្ទះខុសដោយភ័យខ្លាចគាត់ស្ទើរតែងាយក្រោធភ្នែកក្រុមគ្រួសារគូដណ្ដឹងរបស់គាត់ទាំងអស់មនុស្សអាក្រក់ដូច្នេះគាត់បានសន្មត់ភ្លាមច្បាស់ជាមានអន្ទាក់មួយគាត់បានបោះជំហានទៅមុខហើយទាមទារការពន្យល់ប៉ុន្តែមុនពេលគាត់អាចនិយាយបានពណ៌ពន្លឺព្រះច័ន្ទញឹមយ៉ាងស្រទន់ហើយនិយាយថាក្មេងស្រីនេះបានប្រព្រឹត្តចំពោះនាងយ៉ាងល្អលើកនេះនាងថែមទាំងបានបន្ថែមថានាងគ្រាន់តែត្រូវទទួលទោសប៉ុណ្ណោះលុតជង្គង់រយៈពេល4ម៉ោងក្មេងស្រីនោះស្ទើរតែដួលនៅនឹងកន្លែងឮថាពន្លឺព្រះច័ន្ទពណ៌របស់គាត់មានរងទុក្ខវេទនាបេះដូងរបស់បុរសនោះបានឆេះដោយកំហឹងគាត់បានប្រកាសថាការភ្ជាប់ពាក្យចប់ហើយប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺក្មេងស្រីនោះភ្លាមនោះបុរសនោះក៏យល់ព្រមឈោស្ងៀមនេះមិនមែនជាក្មេងស្រីដដែលទេឬតើអ្នកណាធ្លាប់តោងជាប់គាត់មិនថាមានរឿងអ្វីក៏ដោយឥឡូវនេះនាងញឹមពេលនាងចុះហត្ថលេខាបំបែកឯកសារអះបែកខ្លួនចេញទៅគាត់រំពឹងពាក់កណ្ដាលថាពួកគេនឹងឈប់ប៉ុន្តែផ្ទុយទៅវិញក្មេងស្រីនោះបានរុញគាត់ចេញពីទ្វារភ្លាមញឹមពីចុងត្រចៀកដូចជានាងទៅតែឈ្នះឆ្នោតពេលទ្វាររបិទនាងក្រុមគ្រួសារផ្ទុះសំណើចប៉ុន្តែវិនាទីបន្ទាប់គ្រោះមហន្តរាយបានកើតឡើងម្ដងទៀតឪពុករបស់បុរសនោះបានភ្ជាប់ពាក្យយ៉ាងប្រណីតអំណោយនឹងបានប្រកាសថាការភ្ជាប់ពាក្យពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកវាបានប្រែក្លាយថាគ្រាន់តែនៅយប់មុនឪពុកនិងកូនប្រុសឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងអាពាហ៍ពិពាហ៍ឥឡូវនេះដើម្បីធ្វើឲ្យវាជាផ្លូវការបុរសចំណាស់បានអញ្ជើញសារព័ត៌មានជាតិដូច្នេះក្រុមគ្រួសារស្ទើរតែដួលសន្លប់វាហាក់ដូចជាវាសនារបស់ពួកគេត្រូវបានកំណត់ហើយប៉ុន្តែក្មេងស្រីឆ្លាតនោះបានគិតយ៉ាងឆាប់រហ័សផែនការថ្មីមួយពួកគេនឹងធ្វើឲ្យបុរសនាំមុខនឹងវីនេរីចំណាយពេលមួយយប់ជាមួយគ្នានៅពេលដែលព័ត៌មានបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគ្មាននរណាម្នាក់អាចបំបែកពួកគេបានទៀតទេនាងបានហៅវីនេរីសម្រាប់ការប្រជុំមួយប៉ុន្តែវីនេរីដ៏មានល្បិចក៏យល់ច្រឡំគិតថាក្មេងស្រីអាក្រក់បានគ្រោងនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងដូច្នេះនាងសម្រេចចិត្តងាកមកអន្ទាក់នៅជុំវិញពេលអ្នកទាំងពីរបានជួបគ្នាក្មេងស្រីនោះលួចដាក់ថ្នាំងុយគេងចូលដោយសម្ងាត់វីនេរីផឹកស្រាទន្ទឹមនឹងនេះក្រុមគ្រួសាររបស់នាងធ្វើឲ្យបុរសសន្លប់ហើយដឹកគាត់ចូលទៅក្នុងបន្ទប់គេងអ្វីទាំងអស់ហាក់ដូចជាល្អឥតខ្ចោះរហូតដល់វីនេរីបានបដូរភេសជ្ជៈ Moments Later ក្មេងស្រីខ្លួននាងសន្លប់ហើយត្រូវបានគេបោះចូលទៅក្នុងបន្ទប់របស់បុរសនោះវិញវីនេរីញឹមពីខាងក្រៅមិនដែលដឹងថាជាអ្នកណាបុរសនោះពិតជាដូច្នោះមែនពីព្រោះគាត់កំពុងដេកលើរឿងនោះក្រែគឺជាបុរសដែលនាងស្រឡាញ់តាំងពីយូរយារណាស់មកហើយក្មេងស្រីភ្ញាក់ឡើងហើយកកនៅនឹងកន្លែងនាងកំពុងដេកលើក្រែជាមួយស្ត្រូវស្ពត់របស់នាងហ្វូងមនុស្សបានឡោមព័ទ្ធពួកគេដោយទូរស័ព្ទរលត់កំហឹងរបស់នាងបានផ្ទុះឡើងភ្លាមប៉ុន្តែបុរសនោះយល់ច្រឡំគ្រប់យ៉ាងគាត់គិតថានាងបានប្រើល្បិចចុកខ្វក់ដើម្បីបង្ខំខ្លួននាងលើគាត់ក្មេងស្រីនោះបានដឹងថាការពិតភ្លាមនាងបានដើរត្រង់ទៅជាមនុស្សអាក្រក់វីនេរីអន្ទាក់ជនអាក្រក់ហេរ៉ូអ៊ីនបានបំបែកភ្លាមនាងបានបង្ហាញពីចំណង់ចំណូលចិត្តរបស់នាងទៅកាន់ក្រែរបស់ក្មេងស្រីនោះនាងបានស្ទុះទៅចេញដោយកំហឹងប៉ុន្តែម្ដាយរបស់បុរសនោះបានប្រតិកម្មខុសគ្នានាងបានប្រកាសការចូលរួមពិធីជប់លៀងនៅនឹងកន្លែងបន្ទាប់ពីហ្វូងមនុស្សចាក់ចេញទៅបុរសនោះបានផ្ទុះឡើងគាត់បានស្ដីបន្ទោសអ្វីទាំងអស់ទៅលើក្មេងស្រីនោះគាត់បានទាមទារឲ្យនាងលុបចោលការចូលរួមជាសាធារណៈក្មេងស្រីនោះបានចងចាំក្រុងភ្លាមប្រសិនបើនាងបំផ្លាញ
គូស្វាមីភរិយាដែលមានវាសនាក្រុមគ្រួសារទាំងមូលរបស់នាងនឹងក្លាយជាចំណីកាណងដូច្នេះនាងគ្មានជំរឿទេការភ្ជាប់ពាក្យត្រូវតែនឹងត្រូវបានលុបចោលឆាប់នេះពួកគេបានដើរកំរាលព្រមភ្ជាប់ពាក្យបុរសនោះនៅជាមួយគ្នាច្របាច់ដៃនាងយ៉ាងខ្លាំងប៉ុន្តែក្មេងស្រីនោះក៏មិនទន់ជ្រាយដែរនាងបានព្រមានគាត់ឲ្យចុយពិបាកជាងនេះទៅទៀតហើយគាត់នឹងក្លាយជាប្តីរបស់នាងបុរសនោះភ័យស្លន់ស្លោហើយលែងវាភ្លាមបន្ទាប់មកឪពុករបស់បុរសនោះបានប្រកាសថាអាពាហ៍ពិពាហ៍ម្ដាយរបស់ក្មេងស្រីនោះបានបដិសេធមិនព្រមចំណីកាណងអូសទាញមនុស្សអាក្រក់ហេរ៉ូអ៊ីនទៅមុខហើយរុញនាងទៅក្បែរអ្នកទាំងពីរល្អឥតខ្ចោះហើយសូមជូនពររបស់អ្នកហើយ Live Vlog Thody នាងបាននិយាយដោយមោទនភាពប៉ុន្តែម្ដាយរបស់បុរសនោះតែប៉ុណ្ណោះសម្លឹងមើលក្មេងស្រីនោះនាងនិយាយថានាងចង់បានក្មេងស្រីនោះជាកូនប្រសារស្រីរបស់គាត់ឪពុករបស់បុរសនោះបានយល់ព្រមលើកិច្ចសន្យាអាពាហ៍ពិពាហ៍គឺមិនអាចកាត់ថ្លៃបានថthemជំនួសកូនក្រមុំមិនអាចទទួលយកបានទេប្រសិនបើពួកគេទទូចថាពួកគេត្រូវតែប្រគល់50មកវិញពាន់លានឪពុករបស់ក្មេងស្រីនោះញ័រខ្លួនដោយមិនអាចគ្រប់គ្រងបានបន្ទាប់មកមានមួយទៀតគ្រាប់បែកដ៏អស្ចារ្យប្រសិនបើក្មេងស្រីនោះរៀបការនៅឆ្នាំនោះនាងឪពុកម្ដាយអាចក្លាយជាមហាសេដ្ឋីជាតិពេញមួយយប់ក្មេងស្រីនោះភ្ញាក់ឡើងភ្លាមហេតុអ្វីខ្លាចក្លាយជាមនុស្សល្ងងនៅពេលដែលនាងអាចធ្វើបានតង់ជាប់នឹងគ្រួសារមហាសេដ្ឋីនាងបានចាប់មីក្រូហ្វូនមុនពេលដែលបុរសអាចបញ្ឈប់នាងបានហើយនាងបានធ្វើឲ្យនាងសេចក្តីប្រកាសសូមស្វាគមន៍មកកាន់ការចូលរួមរបស់យើងពិធីជប់លៀងចាប់ពីថ្ងៃនេះទៅយើងនឹងស្រឡាញ់គ្នាផ្សេងទៀតជារៀងរហូតហើយខ្ញុំនឹងផ្ដល់ឲ្យគាត់99ក្មេងចរិតរបស់គាត់ស្ទើរតែបែកខ្ទេចខ្ទីក្មេងក្នុងកំហឹង